អ្នកទាំងអស់គ្នាក៏សួស្តីចំពោះសិស្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំបានមានពាក្យមួយចំនួនមកសិក្សារៀនសូត្រដូចជាពាក្យទី1គឺពាក្យគុណធម៌គុណធម៌មានន័យថាគឺជាការប្រព្រឹត្តអំពើល្អប្រសើរចំពោះអ្នកដទៃដែលជាអំពើនាំមកនៅភាពចម្រុងចម្រើនកាន់តែច្រើនឡើងដែលគេផងរាល់គ្នាគោរពកោតសរសើរហើយក៏មានទឹកចិត្តកតញ្ញូចង់តបស្នងធ្វើអ្វីនៅអំពើនោះត្រឡប់ទៅវិញបន្ថែមបន្តទៅទៀតដោយទឹកចិត្តជ្រះថ្លាពីក្នុងចិត្តក្នុងបេះដូងរបស់គេហើយម្យ៉ាងទៀតគុណធម៌គឺជាដំណើរប្រព្រឹត្តអំពើល្អរបស់មនុស្សចំពោះពលរដ្ឋដទៃទៀតក្នុងសង្គមដូចជាសង្គមគ្រួសារសង្គមជាតិជាដើមបាទឥឡូវយើងមកសិក្សាពាក្យទី2បន្តតោះសិក្សាពាក្យទី2ពាក្យទី2មានន័យថាសុជីវធម៌បាទសុជីវធម៌គឺមានន័យថាការរស់នៅល្អមានរបៀបរៀបរយការចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជាដើមសុជីវធម៌និយាយឲ្យចំហើយខ្លីគឺការរស់នៅល្អមានការគោរពច្បាប់វិន័យជាដើមតើអ្នកទាំងអស់គ្នាយើងសិក្សាពាក្យទី3បន្តពាក្យទី3គឺជាពាក្យសិលធម៌សិលធម៌គឺសំដៅយកការប្រព្រឹត្តការប្រតិបត្តិអំពើសុចរិតតាមគន្លងធម៌អកប្បកិរិយាសមរម្យដែលសង្គមទទួលស្គាល់ដូចនេះមនុស្សត្រូវមានសិលធម៌ចរិយាធម៌សុជីវធម៌គោរពច្បាប់ប្រកាន់ជាប់អ្វីជាកុសលដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាពនិងវឌ្ឍនភាពហើយបើយើងគ្មានពាក្យទាំងអស់នេះទេគឺយើងមិនអាចរស់នៅប្រចាំថ្ងៃបានទេមនុស្សម្នាក់ក្នុងជីវភាពប្រចាំថ្ងៃត្រូវមានសិលធម៌គុណធម៌និងសុជីវធម៌ព្រោះវាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាខ្ញុំបាទមានតែពាក្យចំនួន3ពាក្យទេសម្រាប់ថ្ងៃនេះយ៉ាងទៀតបើខ្ញុំមានខុសឆ្គងអ្វីឬក៏អានខុសនៅអក្ខរាវិរុទ្ធអ្វីសូមពុកម៉ែបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំផងសូមអរគុណ